តំបន់ដែលខ្ញុំរៀបរាប់នេះវាលែងមាននៅកន្លែងលើបីយើងទៀតហើយបាទឲ្យបងបាទមានអ្នកទីអ្នកខ្ញុំថាបងឯងជឿខុសបាទចាត់អ្នកក្រុមតន្ត្រីបំបាក់អារ៉ាអញ្ចឹងមានន័យថាក្រុមតន្ត្រីត្រូវតែច្រៀងឲ្យខុសបាទគាត់ចាស់មែនតែច្រៀងបរុសនឹកឃើញដល់រឿងចាស់ខ្ញុំនឹកឃើញដល់រឿងមួយព្រមថាឆ្នាំមុនហើយខ្ញុំនឹងរវល់ពិធីករណាឆ្នាំហ្នឹងពិធីករទៀតឆ្នាំក្រោយទៅធ្វើមកទេពួកយើងចាំចាំហើយមិនដឹងថាជីវិតរបស់យើងវាវិស័យណាទៅណាទេនៅវាតំតាណាសូមបងកាមេរ៉ាមែនជួយថតរូបគុំខ្ញុំមួយមកក្រែងអ្វីវាបញ្ហាអីខ្ញុំទុកធ្វើរីកចាំអនឡាញខ្ញុំអត់ចាំប៉ុន្តែខ្ញុំលេខតាមតាណាឥឡូវនេះឲ្យបងជួយចាប់ស្លឹកឆ្នោតហើយបងប្អូននៅខាងក្រោមខ្ញុំសូមបងប្អូនបានទៀតថាបានដាក់ស្លឹកឆ្នោតបានយកស្លឹកឆ្នោតអស់ហើយព្រោះយើងនៅក្នុងទីកំមុខនេះយើងបានចែកជូនស្លឹកឆ្នោតក្រែងបងប្អូនមកតាមច្រកក្រោយអីអត់ដឹងថាគេចែកស្លឹកឆ្នោតអញ្ចឹងឥឡូវស្លឹកឆ្នោតរង្វាន់របស់យើងនៅតែមានជាបន្តទៀតអញ្ចឹងបងប្អូនដែលអត់ទាន់បានដាក់ឈ្មោះជាពិសេសគឺថាអ្នកធ្វើចង់អ្នកធ្វើកំមុខនៅខាងក្រោយនេះហ្មងគាត់គិតថាវាធ្វើអត់បានដាក់ស្លឹកឆ្នោតទេឥឡូវសូមតែដាក់ស្លឹកឆ្នោតឲ្យតបមកយើងកំមុខឥឡូវសូមចាប់3រង្វាន់សិនយើងយករង្វាន់ពិសេសដំបូងគេសូមចាប់3រង្វាន់មកជួយណាខ្ញុំចាំបានអាមួយសេះសូមយ៉ាទីសេះបងសុំជើញឥឡូវខ្ញុំជិះតាមឃ្លៀរនេះចាប់បានហើយបាច់អានអត់បាច់ឈ្មោះខ្ញុំដាក់ដែរគេខ្ញុំទៅខាងបាត់ហើយចោលមកដល់ហើយរង្វាន់ពិសេសចំនួន3រង្វាន់ទូគាត់បានឡានថ្មីឯងជាងឡានចាស់គាត់ដាក់ជារង្វាន់អានទីមករង្វាន់ទី1នេះបានទៅឈ្មោះមុំរស្មីលេខដៃមុំរស្មីមានលេខកូដ RDP 0111 111 មកលើដៃជាសញ្ញាតិចមុំរស្មីឈប់បងតែអត់ឃើញគាត់ខ្ញុំសូមឲ្យបងចាប់ទៀតហើយបន្តទៀតមុំរស្មីត្រៀមតែទៀតអត់ឃើញខ្ញុំទៅបន្តទៀតឈ្មោះម៉ានិតមានលេខកូដ LDP 0084បងឈ្មោះម៉ានិត LDP 0084សូមយើងមកខាងនេះអូប្រសងផង
ឈ្មោះបន្តទៀតគេថាឈឹមតុងហើយឈឹមតុងនេះអត់ជួយលេងតិចឈ្មោះខ្ញុំមិនជួយ LDP 0019មកបងណាសូមលើកដៃបានមកអង្គណាមានបរិយាយដូចហ្នឹងឥឡូវពីឈ្មោះអត់ឃើញខ្ញុំសុំដូរណាខ្ញុំរត់ព្រំ3ឈ្មោះលឹងតុងនេះហើយនឹងឈ្មោះអី មុំរស្មី មុំរស្មីបាទឃើញទេខ្ញុំដូរស្លាកខ្នាត 1 សុំលើកដៃមក 2 3អ្នកនៅមកបាត់សុំអង្គុយអ្នកលេងក៏ប្រាប់ថាយើងអ្នកនៅខាងក្រៅស្ដាប់អត់ឮទេអញ្ចឹងបងប្អូននៅខាងមុខបាត់សុំអង្គុយឥឡូវបើអត់ឃើញទេខ្ញុំសុំដូរស្លាកខ្នោតមកពីនេះហើយចោលហើយបងកាន់ឈ្មោះហើយមកបងចាប់ពីស្លាកទៀតចាំបងបាច់ឈ្មោះនេះចាបាត់ហើយចោលឈ្មោះខ្ញុំខំវិធីលេខកូដមើលលេខកូដខ្លួនឯងផង0246 LDP 0246ហើយបងប្អូនណាម្ចាស់ឈ្មោះសូមលើកដៃអត់មានរហូតអត់សូមចេញបងឡើងនៅឆាកបដាចដាខាងនេះបងបាទបន្តទៀតឈ្មោះកែវសៀងពិសិដ្ឋLDP 0202បងអត់លើកដៃបន្តិចឲ្យខ្ញុំដឹងជាសញ្ញាដើម្បីកុំឲ្យយើងខាតពេលបងសុំជើងមិនសុំជើងសុំផ្លូវគាត់ឲ្យគាត់បាត់ឲ្យគាត់ដើរមកតិចគាត់នៅខាងនោះបងឲ្យលើកដៃរហូតមកបានគេដឹងថាបងឯងមួយណាលើកឲ្យដើរមកបដាទុកគ្នាផងមកគាត់ឈរខាត់មកមុខតិចមកហ៎ទៅតាមបានស៊ីណានបានដែរមានអបនិស្ស័យពោះមួយទៀតអេយូរដល់ហើយដល់ណាពីបងដើរមកស្ទះបងដើរមកសុំផ្លូវគាត់តិចឥឡូវណារង្វាន់យើងអូនយើងរង្វាន់3រង្វាន់មុខរង្វាន់ពិសេសសុំជុំលុយពាក់ថតទៅល្មមគុំទៅពាក់ឲ្យគេឃើញបានដែរយើងថតកំហុសបានហើយកុំពាក់ឲ្យគេឃើញបើអត់បាននេះដូរថែមលុយ3នាក់នេះត្រូវហើយបងរង្វាន់សម្បូរពោពាសមិនចាំបាច់តាអ្នកចាត់បានរង្វាន់ទេងាយស្រួលបំផុតទិញនៅក្នុងនោះដាក់លក់ឥឡូវសូមអត់មានការអីណាសូមចុះទៅអត់ទៅទេមួកនឹងពាក់ទៅមកលោកលេខ3រង្វាន់ណាដឹកតាម4អូបងប្អូនអ្នកចាស់ហើយបងប្អូនមិនបានរង្វាន់ដែរចឹងខ្ញុំកាក់យកបាត់ហើយបាទដល់អរគុណទេបងឯងអរការច្រៀងបន្តទៀតយើងមានកម្មវិធីរបស់យើងដំបូងនេះគេថាទីកំដរឆាករបស់យើងហ្នឹងច្រៀងចាប់រង្វាន់ច្រៀងឆ្លើយសំណួរតែប៉ុន្តែកម្មវិធីរបស់យើងពីគួរតែធ្វើឲ្យបានត្រឹមម៉ោង5ច្រៀងចាប់រង្វាន់ហ្នឹងប៉ុន្តែของកម្មវិធីពេកតែកាលណាយើងច្រៀងចាប់រង្វាន់ហើយចូលដល់សម្រាប់កថារបស់ពូហ្មងចំណាប់អារម្មណ៍របស់ពូហ្មងវាភ្លឺពេកណាប្រយ័ត្នបងប្អូនយើងគាត់មកពីធ្វើការអីក៏មិនទាន់មកអស់អញ្ចឹងយើងទាញវាយប់បន្តិចម៉ោងប្រហែល6កន្លះចា៎ប៉ុណ្ណឹងហើយទៅជុំបាត់ទៅមិនទេអូឥឡូវសូមបងប្អូនទាំងអស់តែបងប្អូនដែលជាម្ចាស់ឈ្មោះផឹងទេហ្នឹងគឺថាបានជ្រុះបាត់កាតធនាគារអត្តសញ្ញាណប័ណ្ណហើយនឹងមានស្អីមួយចំនួនទៀតតែដឹងតែមានថាកាតធនាគារនិងអត្តសញ្ញាណប័ណ្ណឥឡូវហ្នឹងសមាជិករបស់យើងក៏រើសបានឈ្មោះផឹងទេអញ្ចឹងបងប្អូនដែលនៅទីនេះក៏ដោយឬក៏នៅតាណាក៏ដោយដែលបានលឺហើយសូមតាក់ទងមកស្នាក់ការរបស់យើងដើម្បីយករបស់បងប្អូនបានឥឡូវសូមបន្តទៀតអ្នកចម្រៀងរបស់យើងខ្ញុំសូមរំលឹកដល់ទៀតថាយើងទុកឱកាសឲ្យបងប្អូនដែលនិពន្ធបទចម្រៀងដោយខ្លួនឯងតែអត់មាននិពន្ធភ្លេងទេព្រោះអ្នកភ្លេងរបស់យើងអត់ចេះចុចទេអញ្ចឹងថានិពន្ធបទចម្រៀងដោយខ្លួនឯងសូមបងប្អូនចុចឈ្មោះហើយដាក់ពីមុខបន្តិចបងប្អូនចុចថានិពន្ធដោយខ្លួនឯងព្រោះយើងទុកឱកាសឲ្យបងប្អូនច្រៀងឲ្យបានមុនអ្នកផ្សេងទៀតដើម្បីលើកទឹកចិត្តបងប្អូនថាបងប្អូនខិតខំនិពន្ធហ្នឹងគឺថាបានច្រៀងហើយឥឡូវសូមបងស្រីមិនគាត់ថាគាត់សុំច្រៀងដែរបងស្រីមុស្លីមបងស្រីស៊ីលីងស្គាល់សំណល់
Dạ ស្គាល់ vâng. សំណល់អ្នកដែលជើងស្គាល់សំណល់ដាច់ក្មេងតែចាំតែមើលអានេះបាទបងស្រីឲ្យលើកដៃឲ្យគាត់តាមមកនេះបងឲ្យមកតាមហ្នឹងវាឡើយមិនវាបងវាមកខាងនេះឲ្យបងប្អូនយើងជួយបើកផ្លូវឲ្យគាត់ផងសំខាន់ណាស់គឺទឹកចិត្តដែលយើងបើកផ្លូវឲ្យគាត់ទឹកតាក្រៅថ្ងៃនេះមានអំបត្តិចៃពោះអាជីវបងស្អីឡំកាន់ខ្ញុំអត់តន់ឲ្យជ្រាបចង់សួរគាត់ចំណាំមើលលហាងជាប់ចឹងបងខ្ញុំមានសំណួរក្នុងចិត្តមួយខ្ញុំលាក់ជាយូរមកហើយសំណួរហ្នឹងវាជាសំណួររបៀបចាត់រុកបន្តិចជារបៀបឌៀមតាមបន្តិចប៉ុន្តែបើខ្ញុំមិនសួរមិនបានព្រោះខ្ញុំលាក់វា2ឆ្នាំហើយបងសុខសប្បាយសុខសប្បាយខ្លាំងគាត់សុខសប្បាយតាមគាត់ឆ្លើយសំណួរឌៀមតាមបងខ្ញុំបានសម្រេចហើយសុខសប្បាយឥឡូវខ្ញុំអរគុណខ្ញុំទៅបងចាប់តាម
សុំកោពមិនជាបានល្អដោយសារបងភ្លេងកកោខ្ញុំ បានរំយើង ថត13នាក់ហើយមកថតទៀត ខ្ញុំសួរតាមប្រាប់មកជីវិតនឹងទទួលការបានណាស់អេកុំលក់អេកុំ ការផុតឬក៏និយាយកុហកឥឡូវ កាត់ទឹក តំងកោហ្នឹងវាស្អាតហ្នឹងត្រូវចិត្តហ្មង ការនេះគឺថាយកទៅធ្វើស្អីមិនការវាអាការពិតពិតបានប៉ុន្មានដង ការផុតហ្នឹង 5បានហើយដល់អីទេប៉ុន្តែអត់បងធ្វើជាតារាកិត្តិយសសម្រាប់ចាត់ស្លឹកឆ្នោតរបស់យើងហើយបងអ្នកកាន់គុំឆ្នោតសម្រាប់ណាជំនាញមកយកគុំឆ្នោតឡើងយើងទៅចាត់រង្វាន់បន្តទៀតយើងច្រៀងបដាចាត់រង្វាន់បដាហើយបងប្អូនទាំងអស់គ្នាដែលអត់ទាន់បានរង្វាន់ឥឡូវនេះគឺថាកំទាន់អស់សង្ឃឹមរង្វាន់យើងកាន់តែចាប់បន្តទៅមុខគឺថារង្វាន់យើងកាន់តែធំបើបងប្អូនមិនដឹងថារង្វាន់ធំនឹងស្អីទេមើលតាឡានទេបានណាបងចាំតាមឈ្មោះចាប់ទៀតកិនសុខឿនបងដែលមានឈ្មោះកិនសុខឿនលើកដៃមានលេខ LDP 0146 LDP 0146 សូមលើកដៃតិចមកព្រោះយើងត្រូវការឲ្យកម្មវិធីបានលឿនតិចមកបញ្ចាំឈ្មោះកិនសុខឿនទៀត ឈ្មោះបន្តបានទៅទេពធាន LDP 0142ទេពធាន LDP 0142ណោះបងហូស្រែកមួយបងដើម្បីគេបានខ្លាំងហើយបងសុំបានខ្លាំងគាត់ចេញមកពីខាងនោះបន្តទៀតឥឡូវឈ្មោះមិនកិនសុខឿនអត់ដល់ឃើញលើកដៃទេឥឡូវខ្ញុំបញ្ជាក់បានទៀតអូបងស្រីចាហើយមួយទៀតឈ្មោះបនវណ្ណៈ LDP 0385 LDP បនវណ្ណៈ LDP 0385បងណាឈ្មោះវណ្ណៈនេះគឺថាលើកដៃមកវណ្ណៈ ចាបងវណ្ណៈបងវណ្ណមរណៈចាំឲ្យទៀត0385អត់មានអត់ឃើញលើកដៃយើងចាស់បានរង្វាន់ទៀតតោះបងសុំចាំទៀតឈ្មោះបន្តនេះគឺបងប៉ែនសុផល LDP 0162បងប៉ែនសុផល LDP 0162បងនៅខាងក្រោយជួយបើកផ្លូវគាត់ផងបងនៅខាងក្រោយបងវណ្ណៈគាត់ឈ្មោះអីបងវណ្ណៈយ៉ាងណែនេះឈ្មោះកសោដល់មកឡើងមកពីតែយើងបីចាក់ទៅបីដែររបស់មួយទៀតគឺហើយនឹងទៅពំទៅណាយ៉ាងចាំទៅគាត់យកចាក់បងតែបងសុំជ័យពីណាដែលលើកដៃមិញហ្នឹងឈ្មោះអីប៉ែនសុផលបងសុំជ័យពីនំមកនេះយូរដែរបើកផ្លូវអីគាត់ឲ្យធំតិចមកសុំអូនយករង្វាន់3មករតនាសូមគណៈអធិបតីយើងយករង្វាន់មកគណៈអធិបតីយើងធំផងអូលើហេតែតែមិនឥឡូវចេះមិនបងណាដែលខ្ញុំហៅឲ្យលើកដៃទេពធានឥឡូវបងចេះបងនៅខាងក្រៅសិនខ្ញុំឲ្យរង្វាន់បងធំជាងនេះប៉ុន្តែអត់ទាន់ឲ្យឬចាំគេជាងរបស់ក្រៅសិនបងយឹកមិនតោះលើចាញ់គាត់3នាក់បងយុទ្ធធម៌បងនោះគាត់អត់អីគាត់អត់លើកដៃស្រាប់តែពេលមកដល់ពេលបានរង្វាន់ខ្ញុំទៅយុទ្ធធម៌ណាគាត់ស្រែកលើពិធីកប្រុសសម្រាប់យុទ្ធធម៌អត់ឆ្ងាយចេញពីចិត្តណាត្រូវយុទ្ធធម៌ត្រូវឥឡូវខាងបងប្អូនយើងគាត់អ្នកសម្រួលម៉ូតូថាម៉ូតូយើងពេញហើយអញ្ចឹងបងប្អូនដែលមកបន្តទៀតហ្នឹងម៉ូតូយើងយកទៅផ្ញើនៅកន្លែងណាដែលបងប្អូនអាចផ្ញើបានហើយគាត់ប្រាប់ថាកន្លែងដែលយើងផ្ញើចិត្តគឺនៅពេលលោកសង្ឃយើងពេលលោកសង្ឃផ្ញើអស់មានកន្លែងចិត្តជាងហ្នឹងហើយពេលសាមុនអង្គដឹងតែគេផ្ញើអត់ទេតែយើងជិះទៅមើលស្មើហ្នឹងឥឡូវយើងចូលដល់កម្មវិធីបន្តទៀត
ចម្រៀងឥឡូវអូនស្រីឬក៏អូនប្រុសនេះខ្ញុំអត់ដឹងដែរ ដឹងឈ្មោះអី ឈ្មោះពិសីច្រៀងបទពន្លឺសម្ព័ន្ធដំណោះ ពល ប លឺ ទ សម្ព័ន្ធ រំដួលសុរិន ដំណោះបាត់រំដួលសុរិនសុំឈ្មោះបងឈ្មោះពិសីហ៎បងសុំចេះខាងនេះបង បានយោពតត្រូវចិនដាឲ្យចិត្តជ្រះថ្លាចំពោះកំពងពីใจយកបាំងតខបោជាតតៃប្រខបាត់ឡៃអាត្រីជាប្តីមកបានបបហាជីវិតមួយនេះ